ថ្ងៃសុក្រ500ខែមិញជាថ្ងៃដែលព្រះម៉ែត្រូវការភាពស្ងប់ស្ងាត់សមាធិនិងសន្សំនូវថាមពលខែមិញត្រូវបានចាត់ទុកជាខែនៃភាពអត់ធ្មត់ភាពស្ងប់ស្ងាត់ការរក្សាវិន័យបង្កើននូវបញ្ញានិងការត្រៀមលក្ខណៈសម្រាប់ឱកាសខាងមុខថ្ងៃ500គឺជាថ្ងៃដែលពន្លឺព្រះច័ន្ទថយចុះបន្តិចម្ដងក្នុងពេលវេលាដែលព្រះច័ន្ទចាប់ផ្ដើមថយពន្លឺនិងថាមពលមិនស័ក្តិសមឡើយក្នុងការចាប់ផ្ដើមនៅអ្វីដែលថ្មីតែវាជាពេលវេលាដ៏ស័ក្តិសមនៅក្នុងការត្រួតមើលទង្វើនិងសម្អាតព្រមទាំងកែលម្អនៅកំហុសឆ្គងព្រមទាំងធ្វើឲ្យការងារកាន់តែប្រសើរឡើងហើយក៏ជាពេលវេលានៅក្នុងការប្រឡែងចោលនៅវិបដិសារីការអធ្យាស្រ័យចំពោះខ្លួនឯងនិងអ្នកដទៃខិតខំព្យាយាមដកខាត់នៅបញ្ញាមើលឲ្យឃើញជ្រៅទៅដល់សេចក្តីពិតនៃធម្មជាតិនិងត្រៀមលក្ខណៈទទួលយកនូវធម៌ពលថ្មីដែលនឹងមកដល់នៅពេលខាងមុខការបូជាប្រម៉ែនៅថ្ងៃនេះអាចរៀបចំតាមបែបសាមញ្ញបំផុតដុតទៀនបំភ្លឺមានផ្កាឈូកឬផ្កាម្លិះរៀបចំទឹកស្អាតសមាធិសូត្រមន្តរំលឹកគុណនិងជូនបុណ្យដល់ព្រះម៉ែនេះគឺជាកិច្ចការសំខាន់ដែលយើងគួរអនុវត្តបន្ថែមនៅក្នុងថ្ងៃនេះសម្អាតចិត្តមិនមានសេចក្តីលោភមិនកេងប្រវ័ញ្ចឬបោកប្រាស់អ្នកដទៃនិយាយតិចមិនឆ្លោះប្រកែកគ្នានិយាយដើមឬចាក់រុកគេនិងមិននិយាយកុហកមិនត្អូញត្អែរពីភាពខ្វះខាតគួរព្យាយាមលះបង់នូវកាមតណ្ហាក្តីប្រាថ្នាផ្សេងចម្រើននូវខន្តីនិងរក្សាវិន័យមិនចូលរួមក្នុងអំពើអកុសលទាំងឡាយព្រោះបើសិនជាប្រព្រឹត្តខុសនៅក្នុងថ្ងៃនេះកម្មរមែងមកលឿន